បាទជម្រាបសួរបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបាទคลิปនេះជាคลิปដើម្បីសង្ខេបព័ត៌មានពងក្តៅពងពុះនៅក្នុងសង្គមយើងបាទអញ្ចឹងនេះខ្ញុំយកព័ត៌មានមកដើម្បីចម្រាញ់ដើម្បីកំប្រេសដើម្បីឲ្យវាខ្លីខ្លឹមអញ្ចឹងបើសិនបងប្អូនពេញចិត្តពីរឿងកម្មវិធីនេះបាទកុំភ្លេចជួយ like share comment និង follow page យើងផងណាបាទអញ្ចឹងកុំឲ្យខកខានព័ត៌មាននេះខ្ញុំចង់ចែកម្លែកពីរឿងក្រសួងការងារ shut down ណាបាទកាលហ្នឹងរដ្ឋាភិបាលគេ shut down អញ្ចឹងវាប៉ះពាល់នៅក្រសួងការងារអញ្ចឹងthat during the shutdown employer immigration attorney have been unable to obtain certified labor condition applications LCA. This has created a growing backlog of cases. It has delayed start dates of employment for many foreign nationals and increased the risk of individuals with expiring status. But ជាងការរឿងស្ទះហ្នឹងវាច្រើនប៉ះពាល់អ្នកថារដ្ឋក្តារស្នាមដាក់ពាក្យមកធ្វើការនៅសហរដ្ឋអាមេរិកណាអញ្ចឹងធ្វើឲ្យការងារនឹងស្ទះធ្វើឲ្យការងារនឹងចម្រើនច្រើនជាងមុនបានអញ្ចឹងស្ទះDOL Office of Foreign Labor Certification សកកាត់គេហៅ OFLC restored access to its foreign labor application gateway flag FLAG platform on October 31st បាទគេទៅបើកបាទថ្ងៃ31ខែតុលា allowing employer to once again submit manage application for prevailing wages and labor certification determination, which are critical steps in hiring foreign worker under temporary and permanent visa program ដោយកម្មវិធី EB3 អញ្ចឹងកន្លែង Department OFLC គេទៅបើក website flag FLAG នឹងវិញក្នុងចុងខែ10ហ្នឹងអានេះជាល្អអញ្ចឹងទេកម្មវិធី EB3 ស្ទះបាន The outage stemmed from a lapse in federal funding during the shutdown that began at the end of September, which temporarily disturbed the flag access and paused the processing of employer application បាទនេះក៏ចង់លើកទៀតថាកាលក្រសួងការងារគេបិទហ្នឹងដោយសារ government shutdown នេះទៅប៉ះពាល់ website អត់មានណាគេ maintain អត់មានណាគេជួយមើលលើ Unlike USCIS, the DOL isn't funded by fees and relies on federal appropriations, meaning a government shutdown could be impacting operation បាទជាក្រសួងការងារខុសពីក្រសួងអន្តរប្រវេសន៍បាទក្រសួងអន្តរប្រវេសន៍គេបានលុយដើម្បីយកមកប្រតិបត្តិការមកធ្វើការនឹងតាមតម្លៃបងក្រាស់ស្នាមប៉ុន្តែក្រសួងការងារជាក្រសួងដែលត្រូវការថវិកាពីរដ្ឋណាបាទដល់មានលុយរដ្ឋមកបានគេprocess បាន The restoration of flag access effectively enable employer to resume filing បាទខ្ញុំមកជម្រាបចឹងអានឹងគេបើកមកអាចធ្វើការតទៀតបាទ The Department of Labor wrote that the system is now accessible and permits system user to prepare and submit new application as well as submit and receive information associated with the application pending a final determination បាទចឹងល្អចឹងចាប់ពីថ្ងៃទី1ខែវិច្ឆិកានេះបាទរោងចក្រក្រុមហ៊ុននិងមេធាវីរបស់គាត់អាចចូលក្នុង system flag នឹងដើម្បីមើលពីព័ត៌មានពីគេហៅaccount status ឡើងបាទពីការឆ្លងឆ្លើយពីក្រសួងការងារបាទនឹងល្អអញ្ចឹង what happened next okay អញ្ចឹង employer and immigration council are advised to monitor the OFLC announcement and technical assistance notice for procedural update and clarification បាទអញ្ចឹងអានេះគេទៅបើកក្នុងថ្មីអញ្ចឹង NATV ឬក្រុមរោងចក្រនិងក្រុមហ៊ុនឡើងត្រូវតាមដានព័ត៌មានតាមក្រសួងការងារហ្នឹងបាទអញ្ចឹងនេះជាតំណែងល្អបាទប្រយក្នុងនាមជា
អ្នករៀបចំ H1B ក្តីរៀបចំ EB3 ក្តីយើងតែងតែត្រូវការបាទគេហៅ labor certificate បាទលិខិតការងារនឹងពីក្រសួងការងារអញ្ចឹងឥឡូវនេះជាតំណែងពិសេសដោយសារតែគេធ្វើការវិញហើយគេ resume ធ្វើតទៀតអញ្ចឹងល្អបាទអញ្ចឹងបងប្អូនកុំព្រួយបារម្ភអីបាទនេះជាព័ត៌មានពិសេសមួយដែលរាយរាប់ពី Newsweek បាទពីក្រសួងព័ត៌មាននោះអញ្ចឹងបងប្អូនបើសិនចាប់អារម្មណ៍ EV3 ឡាក់មកចង់មកធ្វើការនៅសហរដ្ឋអាមេរិកបាទឥឡូវនេះរដ្ឋាភិបាលបើកចំហវិញហើយនឹង process តទៀតណាអញ្ចឹងបើសិនតែចាប់អារម្មណ៍សូមមេត្តាតាកទួង page តាកទួងក្រុមការងារឡាក់បាទមុនឱកាសបាទវានៅសល់បាទអញ្ចឹងជូនពរបងប្អូនសុខសប្បាយហើយទៅជោគជ័យហេងៗដល់គ្នាបាទ